សូមគោរពទៅដល់ថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិកកម្មករដែលកំពុងអនុវត្តពីជួរកៅស៊ូថ្ងៃនេះយើងខ្ញុំទាំងពីរនាក់សូមធ្វើបទបង្ហាញអំពីការលាបខ្លាញ់គោនៅលើផ្ទាំងមុខជាដែលមានរបួសស្នាមដូច្នេះសូមបងប្អូនតាមដានដូចតទៅដោយនៅក្នុងរដូវកាលចាក់ជាគ្រប់ចំការទាំងអស់តែងតែមានផលប៉ះពាល់អំពីការរបួសឆ្អឹងដូច្នេះដើម្បីការពាររបួសឆ្អឹងយើងនឹងលាបខ្លាញ់គោការពារដើម្បីឲ្យសាច់ឆាប់ដុះឡើងវិញសម្ភារៈនៃការលាបខ្លាញ់គោមានកំប៉ុងខ្លាញ់គោនិងច្រាសដើម្បីលាបទៅលើចំណុចដែលជាប៉ះពាល់របួសឆ្អឹងនៅលើទាំងមុខជាដើម្បីលាបខ្លាញ់គោយើងត្រូវសម្គាល់ទៅលើសញ្ញាឬស្នាមរបួសតូចឬរបួសធំការលាបខ្លាញ់គោឲ្យបានសព្វល្អនៅលើរបួសស្នាមដើម្បីការពារឲ្យសាច់ឆាប់ដុះឡើងវិញបទដ្ឋាននៃការលាបខ្លាញ់គោសូមចប់តែត្រឹមនេះយើងខ្ញុំទាំងពីរនាក់សូមជម្រាបលានិងសូមអរគុណ